បាត់ដំបងនៅពេលដែលអ្នកឮឈ្មោះនេះភ្លាមអារម្មណ៍របស់យើងហាក់បីដូចជាត្រូវបាននាំទៅកាន់ដែនដីមួយដែលពោរពេញទៅដោយប្រវត្តិសាស្ត្រវប្បធម៌និងសំណង់អគារបុរាណដ៏មានតម្លៃទីក្រុងចាស់មួយនេះបានរក្សាទុកនូវដានអនុស្សាវរីយ៍ជាច្រើនជំនាន់មិនត្រឹមតែល្បីល្បាញជាជង្រុកស្រូវដ៏មានជីវជាតិនៃប្រទេសកម្ពុជានោះទេបាត់ដំបងគឺជាទឹកដីកំណើតនៃអ្នកសិល្បៈកវីនិពន្ធនិងតារាចម្រៀងល្បីៗជាច្រើនរូបដែលបានបន្សល់ទុកនូវមរតកសិល្បៈមិនចេះរីងស្ងួតគ្រប់ដង្ហើមចេញចូលនៃទីនេះគឺពោរពេញទៅដោយភាពរ៉ូមែនទិកនិងការចងចាំពេលមកដល់បាត់ដំបងមិនបានសាកល្បងម្ហូបអាហារប្រចាំតំបន់នៅទីនេះទេគឺដូចជាមិនទាន់មកដល់បាត់ដំបងអញ្ចឹងម្ហូបអាហារនៅទីនេះមានអត្តសញ្ញាណប្លែកនិងរសជាតិដិតល្អខ្លាំងណាស់ចំណុចដំបូងដែលគ្រប់គ្នានឹកឃើញមុនគេនោះគឺណែមបាត់ដំបងវាជាណែមត្រីស្រស់ដែលមានរសជាតិជូរអែមល្មមញ៉ាំជាមួយនឹងម្ទេសខ្ចប់ជាមួយនឹងស្លឹកកន្ទួតគឺត្រូវជាតិគ្នាសាហាវតែម្ដងបន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយពីខេត្តសៀមរាបពួកយើងក៏បានមកដល់បាត់ដំបងតោះទៅ explore និងលងស្នេហ៍ជាមួយខេត្តបាត់ដំបងទាំងអស់គ្នានៅក្នុងវីដេអូនេះទីទៅហាងកាហ្វេនៅខាងនោះតាមផែនការដាក់ជុំគ្នាគឺចេញដំណើរនៅម៉ោង 5 ព្រឹកតែលទ្ធផលជាក់ស្ដែងគឺម៉ោង 6 ជាងបានវិលកង់ពីដំបូងណាត់ជួបគ្នាជាមួយម៉ូតូមួយទៀតនៅខាងមុខផ្សារពួកតែដោយសារតែកម្លាំងម៉ូតូខ្ញុំតូចជាងគេទើបចេញដំណើរមុនបដាការធ្វើដំណើររបស់ខ្ញុំគឺចាក់ចេញពីខេត្តសៀមរាបឆ្ពោះទៅខេត្តបាត់ដំបងតែម្ដងដោយមួយក្រុមទៀតនោះចេញពីភ្នំពេញទៅបាត់ដំបងទីបំផុតយើងក៏បានមកជួបគ្នានៅផ្លូវបំបីប្រណិតព្រះដែលជាផ្លូវវាងដែលយើងត្រូវជិះពួកយើងសម្រេចចិត្តធ្វើដំណើរតាមផ្លូវស្រមោចជាផ្លូវវាងក្រុងស្រីសុផនខេត្តបន្ទាយមានជ័យវាអាចចំណេញពេលជាងព្រោះផ្លូវស្រមោចនេះវានឹងចាក់ត្រង់ទៅដល់មង្គលបុរីតែម្ដងចំណែកទេសភាពតាមដងផ្លូវវិញគឺដោយបងប្អូនបានឃើញចឹងនិយាយពីថាស្រស់បំព្រងនេះជាលើកទី1ដែលខ្ញុំបាននាំអាខ្មៅរបស់ខ្ញុំជិះឆ្លងខេត្តបែបនេះតាំងពីវាមកនៅជាមួយខ្ញុំមិនដែលយកវាទៅណាឆ្ងាយឡើយហើយបើសិនជាឆ្ងាយបំផុតនោះគឺត្រឹមតែភ្នំកលែនតែប៉ុណ្្នឹងឯងអ្វីត្បិតតែពួកយើងចេញពីចំណុចផ្សេងគ្នាមធ្យោបាយធ្វើដំណើរខុសគ្នាតែគោលដៅរបស់ពួកយើងនឹងគឺតែមួយនោះគឺជួបគ្នានៅខេត្តបាត់ដំបងពេលចង្អៀតទៅបៀតចេះឡើងឈប់គូទៅតកាមទេអត់បានតដែរបើតកាមទៅចៀតដែរណាហើយនោះគេឲ្យដាក់តង់ទៅទៀតដោយសារគេខ្លាចអាកន្លែងស្នាក់នៅគេអត់គ្រប់គេដាក់តង់ទៅនោះមិនដាក់តង់ទៅមិនយើងរឹងទៅមួយទៅហើយអត់តបានមើលអចិន្តាគេផងបន្ទាប់ពីមកដល់មង្គលបុរីពួកយើងក៏នាំគ្នាសម្រាប់ហូបអាហារពេលព្រឹកសិនព្រោះម្យ៉ាងជិះម៉ូរៀងស្ពកូតដែរខ្ញុំហៅកាទៀវទឹកល្អចំណែកអ្នកផ្សេងហៅបាយសាច់ជ្រូកដល់ហ្នឹងយើងបានអង្គុយសម្រាប់ទៀតណាអ្នកជិះឡានតែសំខាន់គេជិះឡានគេគូតគេស្រួលហើយយើងជិះម៉ូតូឲ្យគូតឡើងស្ពឹកអស់ហើយនេះស្ពឹកគូតដែរដោយបងប្អូនដឹងស្រាប់អញ្ចឹងម៉ូតូ Aveo 110វាតូចហើយពេលដែលយើងមានអីវ៉ាន់ច្រើនចងនៅខាងក្រោយធ្វើយើងនឹងអង្គុយរៀងចង្អៀតសំខាន់ប៉ះពួកខ្ញុំជាមនុស្សមានសាច់ឈាមទៀតគឺថាណាដូចកតំអញ្ចឹងបន្ទាប់ពីហូបអាហារពេលព្រឹករួចពួកយើងក៏នាំគ្នាបន្តដំណើរក្នុងចិត្តពួកយើងគិតថាអាចនឹងទៅដល់មុនអ្នកដែលចេញមកពីភ្នំពេញពេលនោះពួកយើងអាចមានពេលសម្រាប់កាយផឹកកាហ្វេឬក៏ជិះឆ្វែងក្រុងបាត់ដំបងអីចឹងមកដល់ផ្លូវជាតិលេខ 5ការធ្វើដំណើររបស់យើងអាចជិះបានលឿនបន្តិចដែរព្រោះផ្លូវធំទូលាយថាតែកម្លាំងម៉ាស៊ីនទៅតូចសូម្បីតែបេនសាំងហ្នឹងក៏តូចដែរពីសៀមរាបមកចាក់ម្ដងហើយបានពាក់កណ្ដាលផ្លូវដីប្រហែលជា100 គីឡូម៉ែត្រសោះក៏អស់សាំងម្ដងទៀតទិញណែមសិនអត់យកវ៉ាន់តែនេះណែមតែមកទិញអត់ច្រើនឯងនៅទីបំផុតអ្នកជិះម៉ូតូហាខ្យល់ពីសៀមរាបក៏បានមកដល់ទឹកដីបាត់ដំបងដោយសុវត្ថិភាពជិះកាត់ផ្សារបាត់ដំបងភ្លាមនឹកឃើញដល់ណែមសាច់ត្រីភ្លាមតែម្ដងនៅណាក៏ល្បីដែរថាបើមកបាត់ដំបងត្រូវតែញ៉ាំណែមបាត់ដំបងសាច់ណែមជូរអែមល្មមហើយញ៉ាំជាមួយស្លឹកកន្ទួតទៀតនិយាយពីថាជាតិហួសថ្លែងជិះម៉ូតូមកហត់នឿយពេលបានញ៉ាំរបស់ប្រចាំតំបន់ចូលពោះអញ្ចឹងដឹងតែបាត់ហត់ហើយសំខាន់អ៊ំស្រីអ្នកលក់ណែមនឹងទៀតសោតគាត់រួសរាយខ្លាំងមែនតើគាត់សួរពួកខ្ញុំថាមកពីណាទៅណាហើយសំខាន់ហ្នឹងគាត់ឆ្លៀតថែមបាយកដាំងឲ្យទៀតហ៎យ៉ាថៃគាត់ថៃទីទៅហាងកាហ្វេនៅខាងនោះ The Lab Coffee ចាំទៅផឹកកាហ្វេទាំងអស់គ្នាហ្នឹងហើយនៅណាគាត់ទៅលេងណាចង់បានញ៉ាំញ៉ែមកឡើងចូលអប់ថ្មីគេអប់បន្តាអត់ទេមកគាត់នៅខាងក្រោមនោះមកអ៊ំនៅខាងក្រោមមកអ៊ំថេតផ្សារណាត់មកសុំអាយកាពូឈីណូ
ស្ករសាមអូនក្រោយពីទិញណែមរួចពួកយើងក៏បានចូលមកសាករសជាតិកាហ្វេនៅបាត់ដំបងហាងកាហ្វេដែលពួកយើងចូលនោះមានឈ្មោះថា Lab Coffee នៅក្បែរនឹងផ្សារបាត់ដំបងនឹងតែម្ដងជាប្រហែលជា100ម៉ែត្រអីគឺមកដល់ហើយហាងនេះគេតុបតែងបែបសម័យ60 70ដែលជាសម័យដ៏រុងរឿងនៃសិល្បៈខ្មែរដំបងគិតថាខ្លួនឯងនឹងមកដល់មុនអ្នកអំពេញណាតែមានណាគ្រាន់តែកំងកាហ្វេហើយស្រាប់តែអ្នករំពេញគេទៅដល់កន្លែងដែលចែកសម្ភារៈសិក្សាដល់សិស្សមុនបាត់ទៅហើយចង់ឈៀលក៏ឈៀលមិនកើតដែរបានតែអង្គុយបាត់ស្ពឹកគួតបន្តិចនៅអាចជិះម៉ូតូទៅរកពួកគេតែម្ដងបើតាមពួកខ្ញុំឆែកមើលទីតាំងពួកយើងនៅចម្ងាយពីគ្នាប្រហែលជា8គីឡូម៉ែត្ររូបភាពដែលបងប្អូនបានឃើញនេះគឺជាសាកលវិទ្យាល័យបាត់ដំបងហើយលើកទី1ហើយដែលខ្ញុំបានឃើញសាកលវិទ្យាល័យមួយនេះផ្ទាល់ភ្នែកពេលនោះគឺខ្ញុំស្រែកវ៉ាវពួកយើងជិះម៉ូតូទៅសាលាដែលពួកយើងត្រូវចែកសម្ភារៈសិក្សាដល់ក្មេងៗហើយផ្លូវដែលពួកយើងត្រូវជិះហ្នឹងគឺត្រូវត្រឡប់ទៅកាន់ផ្លូវជាតិលេខ5វិញប៉ុន្តែផ្លូវដែលត្រូវត្រឡប់ទៅភ្នំពេញមិនមែនផ្លូវត្រឡប់ទៅកាន់សៀមរាបនោះទេកាលពិតទៅសាលាហ្នឹងស្ថិតនៅទីជនបទមួយហើយបើសិនជាធ្វើដំណើរពីភ្នំពេញមកបាត់ដំបងគឺមិនទាន់ដល់ក្រុងបាត់ដំបងនោះទេផ្លូវចូលទៅកាន់សាលាទៀតសោតនោះគឺត្រូវជិះចូលទៅតាមផ្លូវលំកាត់ភូមិទម្រាំដល់សាលាពួកខ្ញុំជិះហួសផ្លូវចូលសាលាបាត់ទៅហើយបើសិនជាមិនបានសួរនាំបងអ្នកភូមិទេប្រហែលជាហួសឆ្ងាយជាងនេះទៀតសំខាន់ឃើញឡានក្រុងដែរប៉ុន្តែបាត់មនុស្សអស់អាលីងtati Maybe ni upload dia map dia nak tahu macam tu jalan dia jalan dekat Suốt đây là cứu là chút mày là cứu là chút suốt từ lúc quay vào hơi suốt sân á ăn đang và xong lại chặt oi nè ná kề là oi ăn tập hiệp bong rồi đây là mày mà nè đây tao mà nè mắt nhầm nhầm sương sùng đồ chẳng oi nè ná ការធ្វើដំណើររបស់ពួកយើងនៅថ្ងៃនេះមិនមែនគ្រាន់តែជាការជិះម៉ូតូកាត់វាលស្រូបខ្យល់ត្រជាក់និងទស្សនាទេសភាពស្រស់បំព្រងនោះទេប៉ុន្តែវាជាដំណើរឆ្ពោះទៅរកការចែករំលែកស្នាមញញឹមនិងក្តីសង្ឃឹមផងដែរបើរាប់មកនេះជាឆ្នាំទី4ហើយដែលសំណេរបានបង្កើតនៅដំណើរកម្សាន្តសប្បុរសធម៌ជាមួយក្មេងៗតាមតំបន់ជនបទហើយបើសិនជាបងប្អូនធ្លាប់បានតាមដានពួកយើងបងប្អូននឹងដឹងថាជារៀងរាល់ខែ6រាល់ឆ្នាំពួកយើងនឹងមានកម្មវិធីដំណើរកម្សាន្តសប្បុរសធម៌នេះដើម្បីចែករំលែកក្តីស្រឡាញ់ស្នាមញញឹមនិងរបស់របរដែលជាសម្ភារៈសិក្សាដល់កុមារពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃកុមារដែលពួកយើងបានចែករំលែកកាន់តែកើនឡើងសប្បាយចិត្តអត់កាត់ទីម៉ានហីទី6ឆ្នាំក្រោយឡើងទី6ទាំងអស់គ្នាមែនចាបានជួរនេះទី6ទាំងអស់ត្រូវអត់ពីនេះតែពីនេះណាចុះខាងណាទី5ចុះសាលានេះបរៀនដល់ទី6ត្រូវអត់ចាហើយខ្ញុំណោគុណចាដល់ជ្រះជ្រៅចំពោះលោកអំព្រមទាំងក្រុមការងារទាំងអស់ដែលបានផ្ដល់ជាកម្លាំងចិត្តឲ្យពួកខ្ញុំណាបងអត់យេដល់សាលាខេត្តបាត់ដំបងហើយមិញហ្នឹងទៅចេញពីសាលាទី1ដែលខាងក្រុមការងារសភៅពួកយើងហ្នឹងចែកសម្ភារៈសិក្សាដល់ក្មេងៗណាហើយឥឡូវហ្នឹងដោយសារតែពួកខ្ញុំជិះម៉ូតូអូចាស់ហើយដោយសារតែខ្ញុំ2នាក់ជាមួយនឹងមីណូជិះម៉ូតូម្នាក់មួយអញ្ចឹងទៅពួកខ្ញុំជិះមកមុនចេញមកមុនហើយទីតាំងហូបបាយហ្នឹងក៏គេផ្ញើឲ្យរួចដែរអញ្ចឹងទៅពួកខ្ញុំក៏ជិះបានមកមុនអញ្ចឹងណាអញ្ចឹងទើបបានមកដល់សាលាខេត្តបាត់ដំបងមុន
មេឃក្តៅពេកទិញភេសជ្ជៈផឹកសិនអូនមកឲ្យផឹកអត់ទេតែមួយបានទេអូខ្ញុំបាយឡើយអត់ជួយតែទេអូនលក់តែដល់តែញ៉ាំសប្បាយមនុស្សច្រើនទេអ៊ំច្រើនអូនថ្ងៃបន់ចេះច្រើនអញ្ចឹងរាល់ថ្ងៃអត់បន់ក៏មានមនុស្សមកដែរច្រើនអូនក្រោយពីមកដល់ក្រុងបាត់ដំបងវិញពួកយើងក៏បានហូបអាហារថ្ងៃត្រង់ជុំគ្នានៅអាហារដ្ឋានប៉ែនចេងមកដល់ទីនេះអ្វីដែលមិនគួររំលងនោះគឺហោមុកហើយនិងផ្អកត្រីចៀនណែយើងអ្នកការក្រាវិរុទ្ធដុល្លារម្ដាយអ្នកការក្រាវិរុទ្ធទៅអត់ចានេះហៅអីហោមុកចុះមិញពេលកំងទៅមិញអាមុកនោះភាសានិយាយភាសាសរសេរហោមុកយើងចំណាយពេលជាមួយគ្នានៅទីនេះជិត1ម៉ោងហើយខ្ញុំពីអ្នកមីណូត្រូវយកម៉ូតូទៅទុកនៅកន្លែងគេងសិនរួចត្រូវជិះផាសស្អាប់ត្រឡប់មកវិញដើម្បីបន្តដំណើរទៅកាន់សាលាទី2ព្រមគ្នាជាមួយនឹងសមាជិកផ្សេងៗទៀតដោយរថយន្តក្រុងតែម្ដងសាលាទី2នេះរៀងតូចបន្តិចមានកូនសិស្សត្រឹមតែ15នាក់ប៉ុណ្ណោះហើយជាសាលាមត្តេយ្យសហគមន៍ពួកយើងនិយាយលេងគ្នាជាមួយនឹងក្មេងៗហើយត្រូវបានស្វាគមន៍ដោយអ្នកគ្រូយ៉ាងកក់ក្ដៅបំផុតចូលមកដល់សាលាទី3មេឃហាក់ដូចជាមិនប៉ណៃសោះគ្រាន់តែរថយន្តឈប់ភ្លាមមេឃក៏បង្អុរភ្លៀងធ្លាក់ចុះមកម្ដងបន្តិចសំណាងដែលមានបងដែលជាអាណាព្យាបាលសិស្សលោកគ្រូអ្នកគ្រូជាពិសេសសមាជិកក្នុងក្រុមរបស់យើងនឹងរហ័សរហួនជួយគ្នាជញ្ជូនសម្ភារៈមិនចឹងទេដឹងតែទឹកជោគមិនខានណាមួយសម្ភារៈដែលយើងត្រៀមចែកជូនក្មេងៗក៏ច្រើនសិស្សនៅសាលាទី3នេះមានរហូតដល់ទៅជិត300នាក់ឯណោះមានអ្នកខ្លះលើកអ្នកខ្លះទទួលឆាត់ហើយមានអ្នកខ្លះឈររៀបចំទម្រាំតែជញ្ជូនអស់អ្នកខ្លះក៏ត្រូវទឹកភ្លៀងសើមជោគតែម្ដងក្មេងៗនៅទីនេះរស់រាយហើយពូកែថែមទាំងញញឹមស្រស់ទៀតផងពេលដែលបានជួបពួកគាត់ជជែកលេងជាមួយពួកគាត់និងលេងល្បែងល្បងប្រាជ្ញាជាមួយពួកគាត់ទើបយើងដឹងថាពួកគាត់ក្លាហានជាងខ្ញុំនៅក្មេងទៅទៀតពួកគាត់មិនភ្លេចសំពះលាហើយនិយាយអរគុណនិងលើកដៃបាយឡើយបាយអាចជិបលាបាយសម្រាប់ថ្ងៃទី1នេះបេសកកម្មរបស់យើងក៏បានបញ្ចប់លើកឡើងមករកបាយដល់កាហ្វេមេចូលទៅឲ្យទីទៀតគេយកមកឲ្យឡើយសម្រាប់ថ្ងៃទី2នេះផងដែរពួកយើងត្រូវចុះទៅចែកនៅសាលាចំនួន2ទៀតតែកូនសិស្សតិចល្មមអាចឲ្យយើងអាចស្រស់ស្រូបអាហារពេលព្រឹកផឹកកាហ្វេតាមដំណើរបានបាយស្រូបជាប់របងវិទ្យាល័យសោហឺគឺជាបាយស្រូបល្បីប្រចាំតំបន់បើសិនជាបងប្អូនបានទៅដល់ប្រកាសជាដឹងថាមានប្រជាប្រិយភាពយ៉ាងណាភាគច្រើនអ្នកដែលនៅភ្នំពេញដែលធ្លាប់ឧស្សាហ៍ទៅលេងបាត់ដំបងក៏ចូលចិត្តម្ហូបនៅទីនេះផងដែរបាយស្រូបមិនមែនមានតែជ្រក់ល្ហុងត្រសក់នោះទេមានទាំងស្ពៃជ្រក់ត្រសក់ត្រាំហើយបងប្អូនអាចប្រាប់បងអ្នកលក់បានថាតើបងប្អូនចង់ហូបបែបណាសម្រាប់ខ្ញុំគឺឆ្ងាញ់ជាប់មាត់តែម្ដងនេះស្គាល់ហាចាអានេះស្គាល់សាមថ្ងៃទី2នៅបាត់ដំបងបងប្អូនភ្លេចប្រាប់មិនហ្នឹងញ៉ាំបាយស្រូបបាយវិទ្យាល័យនៅសៅហឺហើយដូចខ្ញុំនិយាយមិនអញ្ចឹងគេគ្រប់គ្នាបាយហើយគេរករបស់ថែមដូចជានំពុំនំអីនៅជាប់នឹងរបងសាលាអ្នកខ្លះរកកាហ្វេអញ្ចឹងណាហើយខ្ញុំដែរបាយហើយពពេតសាមែនពេលតតបើកទេឯនេះចុះចែកសម្ភារៈពីសាលាទៀតមកจับปูนี่ខ្ញុំខ្ញុំយកកៅចាឡើងនេះតន់គេទុកទៅនេះរត់តន់បន្ទាប់ពីបាយពេលព្រឹកពួកយើងក៏បានទៅហាងកាហ្វេកត្រេកត្រកប៉ុន្តែដោយសារតែខ្ញុំជាប់ថត challenge ពុំមានវីដេអូ vlog នៅទីនេះទេពួកយើងមានពេលនៅហាងកាហ្វេកត្រេកត្រកប្រហែលជា1ម៉ោងទើបត្រូវធ្វើដំណើរទៅសាលាដែលជាគោលដៅចែកសម្ភារៈសិក្សាហើយសម្រាប់សាលានេះគឺស្ថិតនៅក្នុងផ្ទះរបស់បងប្អូនអ្នកភូមិតែម្ដងសាលាតូចចំនួនសិស្សក៏តិចតាមនឹងដែរផ្លូវមួយនេះកាអូរៀបសិនថ្មីនេះមួយសួស្ដីជំរាបសួរចាអូទូទៅទៀតដាក់ទីម៉ាដាក់មកតៃអូខេ
Nghe năng mau vậy mau mà chạy ចូលមកដល់ថ្ងៃទី3នេះពួកយើងពុំមានការចោះចែកសម្ភារៈសិក្សាទៀតនោះទេប៉ុន្តែពួកយើងមាន challenge រៀងៗខ្លួនតាមក្រុមនីមួយៗប៉ុន្តែមុននឹងចាប់ផ្ដើមចូលបំពេញភារកិច្ចពួកយើងក៏ត្រូវការបំពេញកម្លាំងជាមុនសិនដែរព្រឹកនេះជាថ្ងៃទី3នៅបាត់ដំបងហើយពួកយើងក៏បានសាកល្បងរសជាតិម្ហូបអាហារនៅទីនេះបានច្រើនគួរសមដែរផ្ទះមីគីវ3ល្វែងនេះគឺជាហាងដ៏ល្បីមួយប្រចាំក្រុងបាត់ដំបងនេះតែម្ដងទីនេះមានអាហារច្រើនបាយគុយទាវមីខគោហើយនិងនំប៉័ងខគោប៉ុន្តែសម្រាប់ខ្ញុំសម្រេចចិត្តហូបមីខគោ มีข้าวโพดมันตะบองกับแชงเฮ้ยเล็กบักซี่เล็กกับโปรตีนมีกิ้วผัดเลยนะแกทางมีกิ้วผัดเลยlên hai mươi chiếc phản lon đấy โคเรคานาญี่ปุ่นเจตปันเนี่ยอยู่ขนาดท่าเปล่าฮะอยู่ขนาดท่าสาขาญี่ปุ่นเหรอนี่ขับไทยใครน้ำหอมnhưng mà nó sửa lại rồi ថ្ងៃមុនមកបាននៅខាងក្រៅហ្នឹងណាថ្ងៃនេះចូលដល់ក្នុងហើយចូលក្នុងហ្នឹងថ្ងៃហ្នឹងក៏លើកទី1ដែរអត់ដែរចូលទេស្រុកឃើញនៅក្នុងរូបភាពពេលឃើញនៅក្រៅស្អាតបងប្អូនអើយនេះស្អាតមែនតើហើយក៏ជាលើកទី1របស់ខ្ញុំដែរដោយសារតែយើងមកលើកនេះគឺចូលចិត្តមកក្រុមមកធីមហ្មងថ្ងៃមុនដែលខ្ញុំមកជិះម៉ូតូមកហ្នឹងគឺមកឆ្លងកាត់តែព្រោះឲ្យត្រូវតែហូបបាយអញ្ចឹងទៅអត់ហ៊ានចូលទេតែពេលឥឡូវហ្នឹងគឺត្រូវចូលទាំងអស់គ្នាស្អាតមែនតើបងប្អូនមួយខ្ញុំឃើញពណ៌ឡើងឆើតដែរខ្ញុំចង់បានផ្ទះពណ៌អញ្ចឹងដែរថ្ងៃចុងក្រោយនៅបាត់ដំបងមិនថ្ងៃហ្នឹងថ្ងៃចុងក្រោយថាចុងក្រោយក៏បានដែរក៏ពិតនៅស្អែកមួយថ្ងៃទៀតប៉ុន្តែអត់ដឹងថាស្អែកហ្នឹងចេញទៅវិញម៉ោងម៉ានទេព្រោះមានកម្មវិធីលាក់គីត្រជាមួយនឹងក្រុមការងារនៅកន្លែងគេងពួកខ្ញុំ2នាក់4នាក់ជាមួយនឹងមីណូហើយសិរ័តជិះម៉ូតូពីខាងស៊ីមៀបមកអញ្ចឹងស្អែកហ្នឹងអាចនឹងចាប់កម្មវិធីលាក់គីត្រឬក៏អស់កម្មវិធីរួមគ្នាមួយនៅកន្លែងគេងប្រហែលជាអាចនឹងបែកផ្លូវគ្នាហើយខ្ញុំក៏អត់ដឹងថាស្អែកហ្នឹងខ្ញុំត្រូវត្រឡប់ទៅវិញភ្លាមឬក៏នៅដើរលេងនៅបាត់ដំបងសិន explore បាត់ដំបងឲ្យអស់សិនឬក៏យ៉ាងណាអត់ទាន់ច្បាស់ទេអញ្ចឹងចាំមើលសិនព្រោះឥឡូវហ្នឹងគឺកំពុងតែស្ថិតក្នុងការពិចារណាថាគួរតែ explore បន្តស្អែកឬក៏យ៉ាងណាអរគុណអូយសាច់អាវនេះអាវសម័យបារាំងអូស្អាតមែនតើបងប្អូនអូចំបៃជាចំបៃជាហើយចំបៃហើយចំបៃចាបៃគីតាជាចាបៃជាអូធំមែនតើឧបករណ៍ភ្លេងខ្មែរនាយករដ្ឋមន្ត្រីទាំង37អង្គនឹងរូបទី1ទី2ទី3ទី4ច្រើនណាស់37មិនតិចណា37ឧបករណ៍ភ្លេងខ្មែរគេសួរថាតើយុរដ្ឋមន្ត្រីមានប្រមាណរូបនេះប៉ុណ្ណឹងណាសេះប៉ុនកត់ណាកំពូលហើយយើងចាំហើយ37រូបតែពេលគេសួរទី14ណាចាំនេះទូចស្អាតណាស់អូអ្នកស្អាតសួរបងស្រីនៅខាងមុខអូនេះអតីតកាលនៃខេត្តបាត់ដំបងស្អាតអូនេះផ្សារដែលយើងទៅដល់មិញផ្សារក្រុងបាត់ដំបងឬផ្សារណាត់បាត់ដំបងខ្ញុំអត់ដឹងទេបងប្អូនជួយប្រាប់តិចផ្សារធំអញ្ចឹងត្រូវប៉ុន្តែឥឡូវក៏គេនៅតែហៅផ្សារណាត់មែន
រយៈពេល4ថ្ងៃនៅបាត់ដំបងក៏បានបញ្ចប់ទៅដោយស្នាមញញឹមនិងក្តីនឹករលឹកដល់ពេលដែលពួកខ្ញុំត្រូវត្រឡប់មកសៀមរាបចំណែកអ្នកភ្នំពេញក៏ត្រូវត្រឡប់ទៅបំពេញកិច្ចការងាររបស់គេបន្តទៀតដំណើរកំសាន្តលើកនេះក៏ដូចលើកមុនវាបានបន្សល់ទុកនូវការចងចាំអនុស្សាវរីយ៍និងភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នាមនុស្សដែលមិនធ្លាប់ស្គាល់គ្នាសោះក៏អាចសើចសប្បាយញញឹមនិងប្រស័យទាក់ទងគ្នាបានយ៉ាងរលូនសូមអរគុណដល់សំណេរសម្រាប់កម្មវិធីដ៏រីករាយនិងកក់ក្ដៅមួយនេះពេលនេះដំណើរកំសាន្តក៏បានបញ្ចប់ជួបគ្នានៅវីដេអូក្រោយទៀត